ស្ដីពុកម៉ែបងប្អូនអរគ្នាបានផងកន្លងជួបគ្នាខ្ញុំបាទម្ដងទៀតហើយនេះដែរគឺយើងមានសាច់រឿងថ្មីមកចែកជូនដល់ពុកម៉ែបងប្អូនអរគ្នាទស្សនាអញ្ចឹងណាបាទហើយសាច់រឿងនេះដែរគឺមានចំណងជើងថាផ្ទះដែរបាទពាក្យថាផ្ទះដែរនេះគឺបងប្អូនយើងមួយចំនួនប្រកបជាតែបានឃើញព័ត៌មានមួយរយៈមុនដូចជាមួយខែពីរខែមុនអញ្ចឹងណាបាទគឺប្រទេសហោះអញ្ចឹងណាបងប្អូនបាទឥឡូវគឺយើងមកចូលសាច់រឿងនៅកាលពីឆ្នាំ2015ម្ដងបងប្អូនបាទក៏រឿងនេះដែរគឺចែកម្លែកមកពីអង្គប្រុសម្នាក់ដែលគាត់នៅជិតភូមិខ្ញុំដែរអញ្ចឹងណាបាទគាត់ចាស់ពីដើមដែរអញ្ចឹងបងប្អូនបាទគាត់ថាកាលពីគាត់នៅជាមួយនឹងប្រពន្ធគាត់ពេលហ្នឹងគឺគាត់អាយុ40ឆ្នាំជាងបងប្អូនបាទហើយដល់ឥឡូវគឺគាត់ចូលក្បែរ70បងប្អូនបាទគាត់ហ្នឹងក៏នៅផ្ទះដាច់ស្រយាលនៅជើងភ្នំដែរបងប្អូនបាទតែពេលហ្នឹងគាត់ហ្នឹងក៏ជាមេភូមិឬក៏អ្នកដែលមើលការខុសត្រូវក្នុងភូមិមួយដែរអញ្ចឹងណាបាទគេគ្រប់គេស្រឡាញ់គាត់ច្រើនដែរបងប្អូនបាទហើយគាត់ហ្នឹងក៏មានកូន3នាក់បាទកូនស្រី2កូនប្រុសម្នាក់ហើយគាត់នៅជាមួយគ្រួសារគាត់ហ្នឹងជ្រឿយហើយបាទភូមិណាផ្ទះណាក៏ស្រឡាញ់គាត់ដែរបាទដោយសារតែគាត់ចិត្តល្អហើយក៏គាត់អ្នកដែលគេគ្រប់ស្រឡាញ់អ្នកដែលមើលការខុសត្រូវក្នុងភូមិអញ្ចឹងណាបងប្អូនបាទហើយក្នុងភូមិគាត់ហ្នឹងគឺមានគ្រួសារដូចជា10ផ្ទះជាងបាទ10គ្រួសារជាងបងប្អូនបាទហើយពេលហ្នឹងដែរគាត់និយាយថាគាត់ហ្នឹងក៏ទៅខូបសំទោសបងពេលហ្នឹងគាត់ហ្នឹងក៏បានទៅទម្លាក់ចក្រានកូនអ្នកភូមិជាមួយអញ្ចឹងណាបងប្អូនបាទគាត់ហ្នឹងក៏បានទៅហូបជប់លៀងគេហៅទម្លាក់ចក្រានលាក់អីអញ្ចឹងណាបាទសាចក្រានសាអីបាទភាសាកោទៅនឹងឆ្លាតទលេហើយបងប្អូនបាទគាត់ហ្នឹងក៏បានទៅអញ្ចឹងទៅដល់ពេលគាត់ទៅអញ្ចឹងទៅគាត់ហ្នឹងក៏បានហូបស្រាហូបអីស្វឹងអញ្ចឹងណាបងប្អូនបាទដល់ពេលអញ្ចឹងក៏គាត់មកផ្ទះវិញបងប្អូនបាទដល់ពេលមកផ្ទះវិញហ្នឹងគាត់ក៏រកផ្ទះអត់ឃើញបាទគាត់រកផ្ទះអត់ឃើញតែគាត់អត់ដឹងថាខ្លួនគាត់ហ្នឹងគឺស្វឹងខ្លាំងទេបងប្អូនបាទស្វឹងដល់ថ្នាក់វិញផ្ទះអញ្ចឹងណាបាទហើយដល់ពេលគាត់ក៏រកផ្ទះអត់ឃើញបងប្អូនបាទគាត់ថាផ្ទះគាត់នៅកន្លែងហ្នឹងហើយគាត់តាមដល់កន្លែងហ្នឹងហើយហេតុអីបានអត់ឃើញផ្ទះបាទពេលហ្នឹងដែរគាត់ថាអត់យល់ដែរថាហេតុអីបានជាគាត់ហូបដូចមិនច្រើនទេបងប្អូនបាទគាត់ហូបស្រាដូចមិនច្រើនទេហើយជំនាន់ហ្នឹងបងប្អូនហើយអត់មានវិញ្ញាណអីទេមានតែស្រាខ្លាំងយូរស្រាសអញ្ចឹងណាបាទខ្លាំងណាស់បងប្អូនហើយបាទទៅកន្លះលីត្រនឹងអ្នកឲ្យហ្នឹងដល់ដោះជើងត្រង់ហ្នឹងបងប្អូនគាត់ថាពេលហ្នឹងដែរគាត់តាមមកដល់កន្លែងផ្ទះគាត់ហើយតែគាត់រកផ្ទះអត់ឃើញពេលហ្នឹងគាត់ទៅវល់មកខាងគាត់ក៏ដួលស្លាប់នៅក្នុងកន្លែងហ្នឹងទៅបងប្អូនបាទកន្លែងហ្នឹងបាត់ទៅអញ្ចឹងណាបាទរហូតដល់លុះយប់ឡើងបាទយប់យើងជ្រៅដល់ម៉ោង3 9ហ្នឹងគាត់ក៏ស្វាងបងប្អូនគាត់ស្វាងគាត់កងបានងើបមកបាទគាត់ងើបមកបានគាត់មើលជុំវិញទៅបានដឹងថាមិនផ្ទះគាត់ទេគឺជាកន្លែងដែលភ្នោគេចុះសត្វអញ្ចឹងណាបងប្អូនបាទនៅក្នុងឥឡូវហ្នឹងគឺគេហៅភូមិទួលបងប្អូន
ភូមិទួលគេហៅទួលវិចុះសពអញ្ចឹងណាបាទនៅចិត្តខាងខ្ញុំដែរគេហៅទួលវិចុះខ្មោចអញ្ចឹងទៅពីសាមញ្ញអញ្ចឹងណាបាទតែពេលហ្នឹងដែរបាទគាត់ក៏ចាប់ផ្ដើមភ្ញាក់ព្រឹកមកគាត់ខ្លាចទៅវិញគាត់ខ្លាចគាត់ពីសបោគាត់ក៏ជុំហើយអីបានគាត់ហូបសពងច្រើនដល់ប្រាក់ហ្នឹងអញ្ចឹងណាគាត់ក៏បានរត់មកផ្ទះវិញរត់មកផ្ទះយកហ្នឹងគាត់បាទរត់មកផ្ទះនឹងយកហ្នឹងហើយពេលហ្នឹងក៏គាត់ហ្នឹងគឺភ័យខ្លាំងមែនទែនបាទមកដល់ស្រែកហៅប្រពន្ធស្រែកហៅកូនគាត់ហ្នឹងគឺអត់លឹកពេញផ្ទះតែម្ដងបាទដល់ពេលរលឹកពេញផ្ទះហ្នឹងទៅគាត់ហ្នឹងក៏ចាប់ផ្ដើមភ័យក្នុងខ្លួនថាមានគេតាមបងប្អូនបាទមានគេតាមគាត់ដល់ពេលអញ្ចឹងក៏គាត់ហ្នឹងប្រាប់ប្រពន្ធគាត់ប្រាប់ថាឲ្យយកក៏យកអីមកទៅជេរទៅមានគេតាមមានគេអីអញ្ចឹងណាបាទហើយប្រពន្ធគាត់ហ្នឹងក៏ដឹងហើយថានិយាយបែបហ្នឹងគឺមានន័យថាគេតាមហ្នឹងមិនមែនជាមនុស្សទេបងប្អូនបាទតែគាត់ជាពួកខ្មោចព្រាយបិសាចអញ្ចឹងណាបងប្អូនដោយសារតែជំនាន់ហ្នឹងដែរគឺបងប្អូនដឹងហើយគឺបណ្ណាក៏ព្រៃហើយព្រាយបិសាចក៏ច្រើនបាទជាប្រភេទអមនុស្សណាបងប្អូនបាទគឺច្រើនមែនទែនបាទបើដូចឥឡូវប្រហែលជាអាចនឹងសាបលៀបអស់ហើយបងប្អូនបាទហើយក៏គាត់ភ័យក៏គាត់ខ្លាចរហូតដល់ថាគាត់អត់ហ៊ានចេញពីផ្ទះបងប្អូនបាទគឺពាក្យមួយម៉ាត់ទៅបាទគឺមានតែគេហ្នឹងធ្វើបាបគាត់ពេលហ្នឹងដែរគឺគេធ្វើឲ្យគាត់ហ្នឹងស្វឹងស្រាខ្លាំងអញ្ចឹងបាទដូចពាក្យគេនិយាយថាដូចដាក់ឆ្នាំអញ្ចឹងបងប្អូនបាទតែគាត់ស្វឹងមិនម៉ោងដែរទេតែមានតែគេធ្វើឲ្យគាត់ហ្នឹងស្វឹងរហូតដល់ដាក់ដួលស្លាប់អញ្ចឹងណាបងប្អូនបាទហើយយើងអត់ដឹងដែរគាត់ថាចាំអត់ស្អីបានទេពេលហ្នឹងដូចជាបើនិយាយឲ្យស្រួលស្ដាប់គឺថាផ្ទៃក្នុងបងប្អូនហើយច្រឡំផ្លូវក្នុងបាទដូចជាផ្លូវក្នុងអញ្ចឹងណាបាទទៅធ្វើឲ្យគាត់ដួលស្លាប់បាត់ស្មារតីបងប្អូនដោយសារតែមានមួយគ្រួសារទៀតដែលគាត់អត់ពេញចិត្តអ៊ំហ្នឹងបងប្អូនបាទគឺផ្ទះហ្នឹងគឺទៅមកទៅបងប្អូនបាទផ្ទះមកហើយក៏ដោយសារតែហេតុផលហ្នឹងគឺគាត់មកសុំដីនៅក្បែរហ្នឹងគឺគាត់អត់ឲ្យអញ្ចឹងណាបាទគាត់អត់ដឹងមកពីណាទេអត់ដឹងទីតាំងពីណាទេគាត់គឺជាអ្នកគេហៅប្រាជ្ញអញ្ចឹងណាបងប្អូនបាទអ្នកដែលរស័ព្ទតែដឹងមកពីណាពីណីគាត់អត់ស្គាល់ហើយមកសុំគាត់នៅគាត់ក៏អត់បានឲ្យនៅអញ្ចឹងណាបាទហើយអញ្ចឹងទៅក៏គេខឹងទៅគេធ្វើបាបដោយសារតែគេចេះអីអញ្ចឹងណាបងប្អូនបាទពេលហ្នឹងហើយក៏យើងក៏ត្រឡប់មកចូលសាច់រឿងយើងវិញអ៊ំហ្នឹងក៏បានទៅវត្តទៅអីអញ្ចឹងទៅហើយបាទក៏បានឲ្យលោកស្រោចទឹកស្រោចទៅក៏បានធូជាពីអំពើពរំពាក់អីអញ្ចឹងណាបងប្អូនបាទខ្ញុំអត់សូវយល់ច្បាស់ដែរហើយក៏ចាប់ពីហ្នឹងមកទៅក៏បាយការទៅក៏ដឹងគឺអ្នកភូមិក៏បានដេញគ្រួសារដែលមួយនឹងមកនៅក្នុងហ្នឹងគឺឲ្យចេញតំណែងបងប្អូនបាទឲ្យចេញពីភូមិហ្នឹងតែម្ដងបាទគឺបណ្ដឹងចេញអត់ឲ្យនៅអត់ឲ្យទោះបីនៅកន្លែងណាក៏ដោយនៅគឺធ្វើឲ្យចេញផុតដោយសារតែបងប្អូនដឹងហើយការពីដើមរឿងយើងនិយាយមកមុនហ្នឹងគឺអ៊ំហ្នឹងគឺអ៊ំដូចជាមេភូមិហ្នឹងគឺគាត់មានគេស្រឡាញ់គេចូលចិត្តច្រើនបងប្អូនបាទតែដល់ពេលមានមកធ្វើបាបដែលមនុស្សដែលគាត់គ្រប់គាត់ស្រឡាញ់គឺអ្នកភូមិអ្នកស្រុកហ្នឹងគឺគេស្អប់អញ្ចឹងទៅគេក៏ដេញគាត់បណ្ដឹងចេញអញ្ចឹងណាបាទហើយគាត់ក៏ចេញបាត់ទៅតែគ្រួសារមួយដែលមកអត់ដឹងគឺអត់ដឹងតំបន់មកពីណាពីណីអញ្ចឹងទៅបងប្អូនបាទហើយសាច់រឿងនឹងដែរគឺអត់វែងបងប្អូនបាទគឺគាត់ថាចាំបានតែប៉ុណ្្នឹងហើយចំណងជើងផ្ទះដើរហ្នឹងគឺពេលដែលគាត់និយាយមុនហ្នឹងអញ្ចឹងណាគាត់ថាហេតុអីបានគាត់ដើរមកដល់កន្លែងផ្ទះហ្នឹងហើយរកផ្ទះអត់ឃើញបាទហើយជាចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់បងប្អូនអរគ្នាដែលបានជួយចុច like និង subscribe បោកសញ្ញាកណ្ដឹងបាទហើយកុំភ្លេចតាមដានខ្ញុំបាទនៅវីដេអូក្រោយបាទ